ហាជនផ្សេងឲ្យបានឃើញថាក្រុងកំពង់ចាមគឺកំពុងតែល្បីល្បាញជាមួយនឹងការជុករត់បើមកមិនទាន់ទេនឹងអស់កន្លែងថតរូបឲ្យពុកម៉ែបងប្អូនបាទមកឲ្យទាន់ពុកម៉ែបងប្អូនដោយសារតែការជុករត់ការរីកកំពុំរបស់ការក៏មានដែនកណត់ដែរពុកម៉ែបងប្អូនណាមិនយូរប្រមាណការជុករត់នឹងរយហើយសភ័ណភាពនឹងថយទៅតាមនោះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមិនទាន់បានមកថតរូបនៅសួនផ្កាជុករត់ក្រោមស្ពានគីសនាក្រុងកំពង់ចាមទេសូមអញ្ជើញឲ្យរស់រានឡើងពុកម៉ែបងប្អូនណាខ្ញុំបាទពេជ្ររតនាសូមគោរពជម្រាបសួរដល់លោកស្រីនិងអ្នកកញ្ញាអមពូមីមាប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីរាប់អានកាលពីល្ងាចថ្ងៃពហុត្រូវនៅថ្ងៃទី14ឧសភាឆ្នាំ2026នេះខ្ញុំបានទៅសួនផ្កាជុករត់ក្រោមស្ពានគីសនាក្រុងកំពង់ចាមឃើញថាប្រជាពលរដ្ឋយើងយ៉ាងច្រើនកកកុញកកកតែម្ដងមកកំសាន្តលេងមកថតរូបលក្ខណៈគ្រួសារអ្នកខ្លះក៏ថតផុសក្នុង page ថតផុសក្នុង Facebook ដើម្បីបង្អួតសម្រាប់ទៅកាន់មហាជនផ្សេងឲ្យបានឃើញថាក្រុងកំពង់ចាមគឺកំពុងតែល្បីល្បាញជាមួយនឹងការជុករត់ក្រោមស្ពានគីសនានេះមែនទែនហើយឥឡូវនេះរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំកន្លែងថតរូបរឹតតែមានសភ័ណភាពមានកន្លែងឈើថតអីយ៉ាងស្អាតតែម្ដងណាពុកម៉ែបងប្អូនណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននៅទីជិតទីឆ្ងាយមិនទាន់បានមកថតរូបស្រូបយកខ្យល់អាកាសនៅមាត់ទន្លេក្រុងកំពង់ចាមក្រោមស្ពានគីសនានេះសូមអញ្ជើញមករស់រានដោយសារផ្កាជុករត់កំពុងតែពេញអំណាចល្អមែនតើបាទហើយមិនយូរប្រមាណទេនឹងរយនឹងថបថយសម្រស់នឹងអន់សម្រស់ទៅតាមនោះហើយចាំពុកម៉ែបងប្អូនទាន់បានថតរូបសូមបញ្ញាឡើងណាពុកម៉ែបងប្អូនណាមកថតរូបឲ្យបានច្រើនទាំងអស់គ្នាហើយជាពិសេសមានកង្ហារយៈមួយនេះបងប្អូនធ្វើឲ្យសភ័ណភាពនៅសួនច្បារផ្កាឈុករត់នៅមាត់ទន្លេក្រុងកំពង់ចាមនេះរឹតតែមានសភ័ណភាពហើយអមជាមួយនឹងទង់ជាតិរបស់ខ្មែរយើងយ៉ាងច្រើនដោតជុំវិញនឹងផ្កាឈុករត់នេះធ្វើឲ្យសភ័ណភាពរឹតតែស្រស់ស្អាតមែនតើណាពុកម៉ែបងប្អូនណាអញ្ចឹងសូមអញ្ជើញមកកំសាន្តឲ្យបានច្រើនដល់គ្នាសូមអរគុណសូមគោរពលាបាទមហាជនផ្សេងឲ្យបានឃើញថាក្រុងកំពង់ចាមគឺកំពុងតែល្បីល្បាញជាមួយនឹងផ្កាជុករត់បើមកមិនទាន់ទេនឹងអស់កន្លែងថតរូបឲ្យពុកម៉ែបងប្អូនបាទមកឲ្យទាន់ពុកម៉ែបងប្អូនដោយសារតែផ្កាជុករត់ការរីកកំពុំរបស់ការក៏មានដែនកណត់ដែរពុកម៉ែបងប្អូនណាមិនយូរប្រមាណការជុករត់នឹងរយហើយសភ័ណភាពនឹងថយទៅតាមនោះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមិនទាន់បានមកថតរូបនៅសួនផ្កាជុករត់ក្រោមស្ពានគីសនាក្រុងកំពង់ចាមទេសូមអញ្ជើញឲ្យរស់រានឡើងពុកម៉ែបងប្អូនណាខ្ញុំបាទពេជ្ររតនាសូមគោរពជម្រាបសួរដល់លោកស្រីនិងអ្នកកញ្ញាអមពូមីមាប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីរាប់អានកាលពីល្ងាចថ្ងៃពហុត្រូវនៅថ្ងៃទី14ឧសភាឆ្នាំ2026នេះខ្ញុំបានទៅសួនផ្កាជុករត់ក្រោមស្ពានគីសនាក្រុងកំពង់ចាម